បាទជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យធ្វើម្ហូបទាំងអស់គ្នាបាទថ្ងៃនេះនាំពុកម៉ែបងប្អូនដែលថាអ្នកដៃថ្មីគឺក៏អត់ទាន់ចេះធ្វើ mushroom soup គឺខ្ញុំអាចមានបង្រៀននៅក្នុង YouTube របស់ខ្ញុំបាទទី1គឺយើងមានផ្សិត100 ក្រាមហើយនឹងប៊ឺ1ខាំហើយនឹងទឹកនេះយើងត្រូវថែម2ដងវាទាំងវា1លីត្រចឹងដេមីកន្លះរបស់យើងនៅចានដែកហ្នឹងគឺយើងប្រើហ្នឹងយើងប្រើ300 ក្រាមអញ្ចឹងជាដំបូងគឺយើងចាក់ទឹកចូលគឺ1លីត្រហ្នឹងគឺយើងកូរដេមីកន្លះនេះឲ្យវាសប់អស់ហើយពុកម៉ែបងប្អូនហ្នឹងហើយកូរឲ្យសប់បើកូរអត់សប់ទេគឺវាឡើងដុំពេលយើងធ្វើទៅហើយយើងកូរឲ្យសប់ប្រហែលជាខ្ទង់2នាទីអីទៅ2-3នាទីក៏បានដែរសាច់លើយើងមានពេលវេលាយើងកូរបានសពហើយគឺបងប្អូនគឺត្រូវយកខ្ទះមួយដែលធំល្មមវាស័ក្តិសមនឹងសោះហ្នឹងបងប្អូននេះប៊ឺរបស់យើងគឺយើងដាក់ប៊ឺចូលយើងដាក់ប៊ឺចូលនោះគឺយើងប៊ឺយើងក៏ដាក់ចូលរំលាយវាឲ្យវាសពអស់សពស្មើដុំនេះវាអស់ជាតិប៊ឺធំហ្នឹងហើយគឺយើងចាប់ផ្ដើមដាក់ផ្សិតចូលផ្សិតរបស់យើងនោះគឺយើងដាក់យើងហាន់វាឲ្យគ្រាប់តូចៗចឹងទៅស្រួលយើងឆាវាឲ្យវាថាឡើងមិនមែនជាក្រៀមណាវាហៅចង់ brown ពាក្យ brown មិនមែនខ្លោចទេគឺពាក្យខ្មៅល្មមនៅវាពណ៌ស្អាតណាយើងឆាកូរត្រឡប់វាទៅហ្នឹងហើយក៏ពិតគេមានបាយលីសមួយទៀតប៉ុន្តែបាយលីសយើងគិតថាវាមិនសូវចាំបាច់ជាមួយនឹងការប្រើវាទេហ្នឹងហើយព្រោះយើងសម័យនេះហើយយើងប្រើបាយលីសទៀតមែនទេបងប្អូនបាទហើយយើងឆាវាក៏បានវារៀង brown ល្អហើយដោយសារតែយើងមើលទៅតាមទូរស័ព្ទវារៀងស្លេកក៏ពិតមើលផ្ទាល់បានដឹងថាវាឡើង brown ហើយស្រានេះយើងដាក់2បោយអាហ្នឹង2បោយសម្រាប់ធ្វើសោះហ្នឹង2ហ្នឹងទៅបាទ2ហ្នឹងពេញទៅណាយើងឆាស្រាបាកាឌីបានវាយក៏បានដែរអាវាយយើងផឹកដល់6-7 ដុល្លារហ្នឹងបាទចាក់ចូលយើងឆាវាទៅឆាវាបាត់ក្លិនស្រាបាទយើងចាក់ដេមីខ្លះដែលយើងកូរពូជហ្នឹងចាក់ចូលទៅចាក់ចូលរងើកូរវាអត់កូរវាទេខ្លោចយើងចាប់ដើមកូរនោះវិសកូរតិចទៅបាទហើយគ្រឿងផ្សំរបស់វាក៏យើងបាត់តែដាក់អីទេដោយសារតែចាំយើងចេញសេវដាក់លើចានចាំយើងដាក់ថែមគ្រីមបន្តិចទៅគឺចប់ហើយអាហ្នឹងគឺងាយស្រួលក្នុងការដែលធ្វើវាគឺយើងនៅតាមផ្ទះយើងអាចធ្វើទុកក្នុងទូកកទូបន្លែពេលយើងមានភ្ញៀវឲ្យមកលេងហូបsteak ហូបអីចឹងណាហ្នឹងប្រភេទពួកគេហៅថា mushroom sauce này យើងកូរមកខាប់ល្អហើយបងប្អូនដាក់តែគ្រីមឲ្យចប់ហើយយើងមិនទាំងដាក់ស្ករប៊ីចេងណាទេព្រោះអានោះគេអត់ប្រាក់ប៊ីចេងទេបើយើងអាចលុយស្ករបន្តិចបានហើយរ៉ូឌីបានអរគុណតែប៉ុណ្្នឹងបាទអរគុណច្រើនជម្រាបលា